ដូចថាយើងឃើញតាម YouTube ឃើញតាម Facebook អញ្ចឹងទៅយើងស្រឡាញ់យើងចាប់អារម្មណ៍ថានៅស្រុកខ្មែរយើងអត់ទាន់មានទេអញ្ចឹងយើងចង់បង្កើតអ្វីដែលជាផលិតផលរបស់ខ្មែរនៅក្នុងស្រុកហ្មងកុំឲ្យនាំចូលព្រោះនាំចូលវាតម្លៃខុសគ្នាពាក់កណ្ដាលទម្រង់សាមញ្ញប៉ុន្តែស្អាតការធ្វើដៃគឺបែបហ្នឹងតែបើយើងមើលឲ្យអស់មែនទែនទើបយើងដឹងថាវាមានសិល្បៈក្នុងហ្នឹងវាមានការច្នៃប្រឌិតក្នុងហ្នឹងហើយបែបនេះគឺជាសិល្បៈមួយដែលមិនសូវមានអ្នកចេះធ្វើហើយនេះបងប្រុសធ្វើបានពិតជារឿងមួយដ៏ល្អមែនទែនបងប្អូនអញ្ចឹងកុំគិតថាអូខ្មែរយើងចាំតែយកពីគេមកហើយបន្ទាប់មកដាក់ថារបស់ខ្លួនឯងមិនមែនទេបងប្អូននេះគឺបងប្រុសច្នៃដោយខ្លួនឯងកាច់ដោយខ្លួនឯងនៅកន្លែងផ្ទាល់តែម្ដងបងប្អូនណាជំរាបសួរបងទាំងពីរបាទអរគុណច្រើនបងកន្លែងនេះបងប្អូនទាំងអស់គ្នាមានទាំងពីបឹងអីយ៉ាងស្រស់ស្អាតពីអ្នកដីប្រពន្ធនេះកំពុងតែអង្គុយចាក់ដើមឈើផងអីផងឯបដែតអារម្មណ៍ផងមានទេបងបាទបងអូពិសេសមែនតើព្រោះបតនបងអាវ៉ាន់គេត្រូវកំងដល់ចឹងយើងត្រូវស្រោតធ្វើជូនភ្ញៀវមករយៈនេះល្បីមែនតើដើមឈើដែលយើងច្នៃមកពីលុះនេះបងណាបាទអធិស្ឋានបងអាចជំរាបឈ្មោះជូនបងប្អូនយើងម្ដងទៀតបងសូមអញ្ជើញបាទខ្ញុំបាទឈ្មោះវ៉ាន់តាប់មកពីខេត្តពោធិ៍សាត់ហើយភរិយារបស់ខ្ញុំឈ្មោះបាទឈ្មោះនីវគាត់មកពីខេត្តតាកែវអូពោធិ៍សាត់ជួបតាកែវបងបាទពោធិ៍សាត់តទៅពេលជួបគ្នាបង្កើតបានដូចជាអាជីវកម្មមួយឈ្មោះអីដែរបាទអានេះគឺជាដើមប៊ុនសៃបើភាសាខ្មែរយើងគេហៅថាដើមលើករិស័យនាំលៀបនាំសំណាងបើយើងដាក់តាមគេហដ្ឋាននាំលៀបនាំជ័យនាំប្រាក់ចូលផ្ទះនាំលៀបនាំជ័យហើយដល់ពេលសัตว์ចូលផ្ទះអត់ហៅចេញពីផ្ទះយើងទេអូបើថាបើយើងដាក់នេះអត់ទៅណាទេនៅជាប់ហ្នឹងហ្មងអូបាទថាសัตว์ហ្នឹងយើងទុកនៅហ្នឹងណាយើងចំណាបងណាបាទយើងចំម៉ូដរបស់គាត់ដែលគាត់ច្នៃទៅជាដើមឈើបែបនេះស្អាតមែនទែនហើយមានច្រើនពណ៌ច្រើនតម្រង់មែនតើមែនទេបងយើងធ្វើមានច្រើនពណ៌ច្រើនតម្រង់ហ្នឹងសុទ្ធតែម៉ូដស្តៀងគ្នាឬក៏មិនអាស្រ័យទៅលើគាត់ដោយថាគាត់មានគំនិត design ដោយថាភ្ញៀវក៏កំងហ្នឹងគាត់មានគំនិត design ខ្លួនគាត់ idea ខ្លួនគាត់អញ្ចឹងគាត់គ្រាន់តែប្រាប់ភិនភាគរូបរាងមកគឺយើងធ្វើទៅតាមចំណង់ចំណូលចិត្តរបស់គាត់យើងអាចកាច់គ្រប់ទំហំគ្រប់ពណ៌គ្រប់ខ្នាតដែលគាត់ត្រូវការគាត់ចង់យកទៅតាំងទីតាំងណាមុខហាងឬមួយក៏លើតុទទួលភ្ញៀវហ្នឹងហើយឬមួយក៏ដាក់នៅក្នុងមុខសន្តាគារដើមប្រពន្ធមនុស្សក៏យើងធ្វើបានដែរតែគាត់ស្រឡាញ់ម៉ូដនេះតែគាត់ចង់ធ្វើកម្ពស់ប្រពន្ធមនុស្សគឺយើងធ្វើជូនគាត់តែម្ដងអូយពិសេសមែនទែនរឿងមួយដែលកាន់តែពិសេសបងប្អូនចង់កាច់ម៉ូដណាក៏បានអូហើយគំនិតអីក៏ creative គេហៅគំនិតអីក៏ច្នៃប្រឌិតម្ល៉េះបងហើយគំនិតបែបហ្នឹងកើតចេញមកពីណាមកកើតចេញពីការដូចថាយើងឃើញតាម YouTube ឃើញតាម Facebook អញ្ចឹងទៅយើងស្រឡាញ់យើងចាប់អារម្មណ៍ថានៅស្រុកខ្មែរយើងអត់ទាន់មានទេអញ្ចឹងយើងចង់បង្កើតអ្វីដែលជាផលិតផលរបស់ខ្មែរនៅក្នុងស្រុកហ្មងកុំឲ្យនាំចូលព្រោះនាំចូលវាតម្លៃខុសគ្នាពាក់កណ្ដាលខុសគ្នាពាក់កណ្ដាលបាទឧទាហរណ៍ពីខាងចិនមកវាចូល80រៀលតែយើងលក់ត្រឹម30 40អីទេវាខុសគ្នាដាច់ហ្មងណាហើយយើងបានបញ្ចូលជារចនាបថខ្មែរបញ្ចូលទៅក្នុងហ្នឹងដែរពណ៌នេះពណ៌ភីងចុះអត់មានពណ៌ iPhone 17បងណាអូអត់បានលាយអត់តន់អូអានេះលាយទេតានេះបងប្អូននេះ iPhone 17 Pro Max Pro នេះក៏មានព្រះពុទ្ធនិមាគាត់តាំងសមាធិអីនៅខាងក្រោមដើមហ្នឹងអានេះបើយើងនិយាយទៅថាវាជាដើមពោធិ៍យើងមើលទៅវាដូចជាទម្រង់ជាលក្ខណៈខ្មែរមែនទេបងបាទហ្នឹងហើយយើងធ្វើទម្រង់បែបខ្មែរនេះដូចជារូបព្រំរូបអីចឹងទៅបងប្អូនមើលប្លែកភ្នែកមែនតើណាប្លែកខ្លាំងយកតែមែនតើហើយកន្លងមកដោយបងប្អូនដឹងស្រាប់ហើយថាខ្មែរយើងមិនទាន់មានអ្នកណាចេះធ្វើទេមែនទេបាទយើងទំស្នាដៃដំបងគេនៅស្រុកខ្មែរបាទដំបងឡាយដែលបងគិតថា design ហ្នឹងគ្រាន់តែ design លេងឬក៏ធ្វើជាលក្ខណៈអាជីវកម្មបែបហ្នឹងរហូតដល់ល្បីបែបហ្នឹងអូយើងអត់មានគំនិតយើងអត់មានកម្រងទេគ្រាន់តែថាយើងស្រឡាញ់ប៉ុន្តែក៏យើងមានចិត្តចងចិត្តថាវានឹងអាចនឹងកើតឡើងដែរព្រោះរបស់នេះគឺយើងអាចយកទៅតាំងបានគ្រប់ទីតាំងទេហ្នឹងហើយអញ្ចឹងក៏យើងចាប់ផ្ដើមកាច់ដោយក្តីស្រឡាញ់ហើយបន្ទាប់មកបានវាចេញជាលទ្ធផលបានច្រើនក៏យើងយកទៅសាកល្បងលក់នៅផ្សាររាត្រី Wall Street នៅមាត់ទន្លេវាំងហ្នឹងក៏យើងចាប់ផ្ដើមលក់វាហ្នឹងបានថ្ងៃដំបូងមេឃភ្លៀងវាចៃដន្យនេះមេឃភ្លៀងសាចុះសាឡើងគ្របចុះគ្របឡើងអត់មានភ្ញៀវអីមកនេះតែទៀងបាក់ទឹកចិត្តភ្លៀងហ្មងដល់ថ្ងៃទី2ថ្ងៃសៅរ៍អាទិត្យហ្នឹងដល់ថ្ងៃអាទិត្យវារកភ្លៀងមកបន្តិចដែរបាទដល់ពេលមករាវក៏យើងបើកមកក៏លេងភ្លៀងភ្ញៀវដើរមកឃ
ឃើញចាប់អារម្មណ៍គឺឃើញស្គាល់ហ្មងគេឃើញបោះចិនអូបោះចិនបោះចិននេះបោះនៅខ្មែរហ្នឹងតែគេពេលខ្លះគេអត់ជឿថាយើងហ្នឹងកាច់ឯស្មាយើងទិញវត្ថុហ្នឹងជាសម្រាប់មកតែម្ដងដល់ឃើញបងមកថតសកម្មភាពតទៅថាអូបានបោះខ្មែរយើងកាច់មែនខមមិនមកបងមកថតហ្នឹងនិយាយរួមមកខមមិនច្រើនមែនតើអ្នកដែលកំងប៉ុន្តែធ្វើអត់តន់ឲ្យភ្ញៀវទៀតបាទដោយសារឥឡូវយើងកំពុងតែជាប់ធ្វើការនេះចេញពីហ្នឹងទៅធ្វើការទៀតចូលមក9នេះយើងចេញពីហ្នឹងក៏យើងទៅឆ្លៀតកាច់ឲ្យភ្ញៀវអញ្ចឹងក៏សុំអភ័យទោសភ្ញៀវដែលកំងអីមានការយឺតយ៉ាវអីសូមអភ័យទោសផងបងពីមុនជាអ្នកធ្វើការទេខ្ញុំជាអ្នកធ្វើការបងខាងចុងភៅទាំងពីរអ្នកគ្រួសារតែម្ដងដោយសារយើងខ្វះដើមទុនធ្វើបំរុងទុកអញ្ចឹងក៏យើងឆ្លៀតធ្វើការទៅយកដើមទុននោះដើម្បីមកទិញវត្ថុធាតុដើមស្តុកទុកអញ្ចឹងទៅពេលភ្ញៀវកំងវាពិបាកថាពិបាកយើងមកធ្វើអត់តន់ឲ្យភ្ញៀវអញ្ចឹងក៏យើងឆ្លៀតធ្វើការដដែលយើងយកលុយមកទិញវត្ថុធាតុដើមដដែលក្នុងមួយផើងនេះដែលបងធ្វើបាទយើងចំណាយដើមទុនអស់ប្រហែលបើសិនជាដើមទុនអស់រៀងក្រែដែរបងគិតថ្លៃពលកម្មយើងអាហ្នឹងយើងចូលធ្វើវាចូល2ថ្ងៃនេះបងប្អូនបានដឹងកន្លងមកថាគាត់ធ្វើនេះគឺគាត់ធ្វើខ្លួនឯងទេអត់មានយកមកពីខាងណាមកទេអត់មានថាទិញពីចិនមកហើយបន្តមកប្រាប់ថាខ្មែរអីបងណាបាទទិញមកគឺគ្រាន់តែជាប្រភេទតសៃលុះវែងមួយទេតាមមកយើងគន់វាកាត់វាធ្វើឲ្យវាចេញជារូបរាងដែលយើងចង់បានដូចពេលនេះអញ្ចឹងទីហោថាឥឡូវភ្ញៀវម្នាក់គាត់កំងម៉ូតហ្នឹងភ្ញៀវម្នាក់ទៀតកំងម៉ូតហ្នឹងដែរដូចគ្នាអត់កំងជន់គ្នាតែខ្លះគាត់ស្រឡាញ់ឧទាហរណ៍ថាព្រមនេះគេកំងប្រហែល5ផើងហ្នឹងយើងត្រូវធ្វើម៉ូតហ្នឹងឲ្យជូនគេហ្មងម៉ូតហ្នឹងគឺគេយកដូចគ្នាបាទធម្មតាធ្វើដោយដៃគឺมันអាចដូចគ្នាវាទៅខុសពីផើងខ្លះមានតែមួយទេព្រោះយើងយកមកពីជប៉ុនមកផើងនេះហ្នឹងគឺវាមានតែ1 2 2ទេវាអត់មានដូចគ្នាទេអ្នកកំងមួយគឺ unique មួយមានថាមានភាពតែឯងមួយចឹងទៅមានភាពឯករាជ្យតែឯងហ្មងមានតាំងពីម៉ូតខ្មែរមានតាំងពីម៉ូតចិននេះផ្ទះចិននេះបងប្អូនអាលួសនេះអាហ្នឹងមានពណ៌ច្រើនឬក៏យើងបាញ់ថ្នាំវាពណ៌គឺទិញមកគឺពណ៌បោះវាមក direct អញ្ចឹងបាទគ្រប់ពណ៌ហ្មងយើងចង់បានពណ៌អីគឺបានពណ៌ហ្នឹងហ្មងលួសនេះយើងទិញមកមួយផ្នែកនេះគឺលួសមួយផ្នែកទៅហើយនេះគឺលួសមួយផ្នែកទៀតទៅបាទយើងធ្វើបាទតដល់ពេលហើយបានយើងភ្ជាប់គ្នាទៅបង្កើតបានទៅជាដើមឈើណោះបាទទម្រង់សាមញ្ញប៉ុន្តែស្អាតការធ្វើដៃគឺបែបហ្នឹងតែបើយើងមើលឲ្យអស់មែនទែនទើបយើងដឹងថាវាមានសិល្បៈក្នុងហ្នឹងវាមានការច្នៃប្រឌិតក្នុងហ្នឹងហើយបែបនេះគឺជាសិល្បៈមួយដែលមិនសូវមានអ្នកចេះធ្វើហើយនេះបងប្រុសធ្វើបានពិតជារឿងមួយដ៏ល្អមែនតើបងប្អូនអញ្ចឹងកុំគិតថាអូខ្មែរយើងចាំតែយកពីគេមកហើយបន្ទាប់មកដាក់ថារបស់ខ្លួនឯងមិនមែនទេបងប្អូននេះគឺបងប្រុសច្នៃដោយខ្លួនឯងកាច់ដោយខ្លួនឯងនៅកន្លែងផ្ទាល់តែម្ដងបងប្អូនណាដំបូងឡើយគឺបងចេះធ្វើតែម្ដងឬរៀនដែរបើរយៈពេលដែលខ្ញុំធ្វើហ្នឹងគឺ2ឆ្នាំជាងគាត់តែយើងកាច់ខូចចោលយើងមើលនៅក្នុង YouTube មែនប៉ុន្តែ YouTube គេអត់បរៀនយើងអស់ទេដំបូងយើងយកលួសអាលួសរបស់យើងហ្នឹង1គីឡូ1500ហ្នឹងយកមកកាច់ទេតែកាច់ហើយឈឺដៃពងដៃនិយាយរួមទៅវាអត់មានច្រើនពណ៌ទៀតហ្នឹងហើយដល់អញ្ចឹងក៏យើងយកអារបស់ហ្នឹងយកមកកាច់រៀនកាច់ហើយកាច់ខូចអស់ច្រើនណាព្រោះរបស់នេះមិនធូរថ្លៃទេណាលួសនេះគឺវាថ្លៃដល់អញ្ចឹងយើងយកមកដើម្បីចង់បង្កើតស្នាដៃឲ្យវាចេញជាលទ្ធផលមួយនៅស្រុកខ្មែរហ្នឹងក៏យើងសុខចិត្តចំណាយទុនរបស់យើងចំណាយកម្លាំងចិត្តរបស់យើងយកមកធ្វើវាឲ្យចេញជាលទ្ធផលដំបូងគិតថាចង់បោះបង់ចោលច្រើនណាតែដោយសារប្រពន្ធគាត់លើកទឹកចិត្តជួយក្រុមគ្រប់គ្រងឃើញអូបងចិត្តបានលទ្ធផលហើយមើលទៅឃើញចេញជារូបរាងហើយហ្នឹងហើយអញ្ចឹងបងប្រឹងតិចទៀតទៅអាចនឹងចេញជាលទ្ធផលអញ្ចឹងក៏យើងគាត់ជួយផងអីផងទៅផ្ដល់កំណត់អីអញ្ចឹងទៅអូបានវាចេញជាលទ្ធផលអញ្ចឹងមកអញ្ចឹងបានគេថាសំណាបយងដីស្រីយងប្រុសនោះបថៅយងអូចំបោះយងពលបងប្អូនថ្ងៃណាដែលជាថ្ងៃដំបូងដែលបងអាចថាជោគជ័យហើយអាចធ្វើបានហើយបន្ទាប់មកអាចលក់បានមានក្តីសង្ឃឹមឡើងវិញតែមួយខែមុនទេមួយខែមុនហ្នឹងគឺយើងធ្វើទៅបានចេញជាលទ្ធផលនៅពេលដែលយើងយកទៅលក់នៅផ្សាររាត្រីតាមពិតស្រុកខ្មែរយើងគិតថាអត់មានអ្នកចាប់អារម្មណ៍តាមពិតដល់ពេលធ្វើបងក៏ធ្វើវីដេអូហើយទុះការគ្រប់គ្រងកំងភ្លុកទឹកភ្លុកដីតែអ្វីដែលពិបាកហ្នឹងគឺយើងអត់មានទុនហើយនឹងពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើវានៅពេលដែលយើងជោគជ័យបន្តទៀតយើងអាចនឹងកំណើននៃការកំងបងប្អូនយើងដែលគាត់កំងច្រើនទៀតអញ្ចឹងណាបងគិតថាអាចនឹងពង្រីកវាទេឬក៏អាចថាយើងគិតផ្លូវមួយណាផ្សេងទៀតអត់ខ្ញុំគិតមកផ្លូវទៀតព្រោះថាគ្រួសារខ្ញុំសិតតអ្នកអត់សិតតអ្នកពិបាកដូចចឹងខ្ញុំក៏អញ្ជើញពួកគាត់ឲ្យមកជួយមកអីទៅដើម្បីផ្ដល់ដើមទុនឲ្យគាត់ព្រោះគាត់មានការងារធ្វើទេបាទអញ្ចឹងសូមចិត្តឲ្យគាត់ឡើងមកអង្គុយឲ្យមកជួយការងារទៅយើងគិតជាប្រាក់កម្រៃឲ្យគាត់ទៅនៅក្នុងមួយ
ធ្វើមកចេញបានលទ្ធផលមួយហ្នឹងយើងគិតថ្លៃសេវាឲ្យគាត់ប្រហែលយើងទូតតាមហ្នឹងអញ្ចឹងណា យើងឃើញថាលទ្ធផលដែលបានសម្រេចនៅខាងនេះទេបងប្អូន បាទ ប៉ុន្តែវត្ថុធាតុដើមហើយនឹងទម្រង់ដើមដែលយើងធ្វើដំបូងគឺនៅកន្លែងនេះបងប្អូន ដំបូងវាចេញជាកងគេពេលយើងទិញមក អូ ដុំជាកងបន្ទាប់មកយើងបន្លាយវាមកយើងកាត់ទៅជាឧទាហរណ៍ថាយើងចង់ដើមបានដើមប៉ុណ្ណាគឺយើងកាត់ទៅឲ្យវាទៅជាទំហំប្រវែងហ្នឹងមកបន្ទាប់មកយើងយកមកចងវាបំបែកវាទៅជាមេឃធៀងបំបែកអីម៉ូដែលណាដែលយើងចង់បំបែកទៅជារូបរាងអីមួយយើងធ្វើទៅតាមហ្នឹងទៅ ក្នុងមួយដើមឈើរបស់យើងណា បាទ ដូចជាប្រើអានេះអស់ច្រើនដែរមែនទេ ច្រើនហ្មងអាហ្នឹងបើយើងចង់បានដើមវារាងកដាញ់ក៏យើងប្រើច្រើនដែរ អូ ព្រោះអាហ្នឹងប្រភេទធ្វើឲ្យវាកដាញ់អំណាចបានវាកាន់តែស្អាត គំនិតកែច្នៃអាចធ្វើបានគ្រប់យ៉ាងឲ្យតែយើងកំងឬក៏អាចថាឲ្យតែយើងគិតថាអូអានេះយើងចង់ច្នៃវានេះគឺបានមិនធម្មតាធ្វើនេះមិនមែនយើងធ្វើឲ្យតែរួចពីដៃទេមែនទេបង ពួរតម្លៃថ្លៃដល់អញ្ចឹងបើយើងធ្វើរួចពីដៃយើងលក់អត់ចេញទេនិយាយរួមទៅក្រឹតក្រំផ្ទៀងផ្ទាត់ធ្វើម៉េចឲ្យវាល្អអត់ខ្ចោះណា បាទ បាទយើងអាចបញ្ចេញយកទៅឲ្យភ្ញៀវបាន ឥឡូវនេះមិនថាតែអីប្រជាជនខ្មែរយើងទេ បាទ ដែលចាប់អារម្មណ៍សំបីតែអ្នកក្រៅស្រុកប្រហែលក៏ជាចាប់អារម្មណ៍ដែរមែនទេបង បាទបាទបង បងមានពាក្យអីជូនបងប្អូនយើងដែលកំពុងតែទស្សនាវីដេអូនេះសូមជើញបង ចង់កំងអីសូមរងចាំមក2ថ្ងៃអីយ៉ាងយូរ3ថ្ងៃហ្នឹងហើយដែលថាវាយើងជាប់ធ្វើឲ្យភ្ញៀវ បន្តបន្ទាប់អញ្ចឹងណាដែលថាបើសិនជាយើងនេះយើងនឹងបន្ថែមកម្លាំងដើម្បីធ្វើឲ្យតន់តម្រូវការរបស់បងប្អូន បងប្អូនយើងដែលគាត់ចាប់អារម្មណ៍តាមរយៈវីដេអូមួយនេះបងអាចមានលេខទូរស័ព្ទឲ្យជូនពួកគាត់ទេ បាទលេខទូរស័ព្ទតាម Telegram ហ្នឹង010 36 14 18ហើយនៅ page Facebook One Tap ហ្នឹង អរគុណបងប្រុសណា បាទ ជួបឲ្យជោគជ័យ បាទអរគុណដូចគ្នាបងបាទ